ដាក់តោមួយសម្ដេចថាដៃជួយយើងនាឱកាសពិធីបុណ្យជាតិជារៀងរាល់ឆ្នាំគឺជាពេលវេលាដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាបងប្អូនកម្មករកម្មការិនីបុគ្គលិកក្រុមហ៊ុនឯកជនសិស្សនិស្សិតបានឈប់សម្រាកពីការងារនិងការសិក្សារៀនសូត្រដើម្បីទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារហើយក៏ជាពេលដែលពួកគាត់ត្រូវចំណាយថវិកាយ៉ាងច្រើនទៅលើសហគមន៍ឡាននិងការហូបចុកក្នុងការធ្វើដំណើរទៅស្រុកកំណើតតាមបណ្ដាខេត្តនានាផងដែរដោយមើលឃើញនិងគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរទើបរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបជារៀងរាល់ឆ្នាំជិះដោយមិនបង់ប្រាក់ដើម្បីជូនពួកគាត់ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារជាពិសេសបានរួមចំណែកកាត់បន្ថយការចំណាយនិងសន្សំសំចៃថវិកាដ៏ច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរយើងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈការជិះរថយន្តក្រុងសាធារណៈដោយមិនបង់ប្រាក់នេះគឺមានតាំងពីអាណត្តិរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហើយបន្តរហូតមកដល់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នអាដាមគួងស្រេងនៅឆ្នាំនេះគ្រងរថយន្តមិញខ្ញុំសួរប្រមាណគាត់ថា500ប៉ុន្តែសួរចុះឡើងបញ្ជាក់ទៅ598អញ្ចឹងយើងគិតថា600ឡានដើម្បីជូនប្រជាពលរដ្ឋនៅក្រុងភ្នំពេញទៅលេងផ្ទះដោយរាល់ឆ្នាំបាទនេះជាទស្សនវិជ្ជារបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកបានបង្ហាញនៅទឹកមុខរំភើបនិងស្នាមញញឹមដ៏រីករាយដែលបានមកទទួលសេវារថយន្តក្រុងសាធារណៈជិះដោយមិនបង់ប្រាក់ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញដោយមានរថយន្តក្រុងចំនួន500គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញជិះដោយមិនបង់ប្រាក់រយៈពេល6ថ្ងៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរមិនត្រឹមតែប៉ុណ្ណោះក៏មានរថយន្តក្រុងចំនួន100គ្រឿងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus ផងដែរប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់បានសម្ដែងនូវការអរគុណនិងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជាពលគឺសម្ដេចតេជោនិងសម្ដេចធិបតីដែលលោកទាំងពីរបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ជាពិសេសបងប្អូនកម្មករកម្មការិនីសិស្សនិស្សិតដែលកំពុងតែមានជីវភាពខ្វះខាតអស់ក្តីកង្វល់អំពីបញ្ហាចំណាយច្រើនលើសលប់ក្នុងការធ្វើដំណើរហេតុដូចនេះបានជារដ្ឋាភិបាលផ្ដល់នូវរថយន្តក្រុងសាធារណៈជិះដោយឥតគិតថ្លៃទាំងទៅនិងមកដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបសន្សំបានថវិកាច្រើនគួរសមដើម្បីទុកជូនឪពុកម្ដាយយកទៅធ្វើបុណ្យនិងចាយវាយជួបជុំក្រុមគ្រួសារក្នុងអំឡុងពេលពិធីបុណ្យទានជារៀងរាល់ឆ្នាំទោះបីជាមានផលប៉ះពាល់អំពីការកើនឡើងនៅតម្លៃប្រេងជាសកលដែលធ្វើឲ្យរដ្ឋត្រូវចំណាយថវិកាច្រើនទ្វេដងទៅលើការដឹកជញ្ជូនក៏ដោយប៉ុន្តែប្រមុខថ្នាក់ដឹកនាំកម្ពុជានៅតែបន្តគិតគូរនិងរៀបចំរថយន្តក្រុងសាធារណៈជិះដោយមិនបង់ប្រាក់ជូនបងប្អូនប្រជាពលរដ្ឋដូចសពមួយដងអំឡុងពេលនៃការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខនិងជូនដំណើរបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់និងបានពំនាំពាក្យផ្ដាំផ្ញើរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសនេះប្រជាពលរដ្ឋជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈជិះដោយមិនបង់ប្រាក់បានបង្ហាញនៅចំណាប់អារម្មណ៍ដោយផ្ទាល់ថាពួកគាត់ពិតជាចូលចិត្តជារថយន្តក្រុងសាធារណៈរបស់រដ្ឋព្រោះបង្កភាពងាយស្រួលត្រជាក់ស្រួលមិនចង្អៀតក្រុមការងារផ្ដល់សេវាកម្មល្អនិងអ្នកបើកបរមានភាពរួសរាយរាក់ទាក់ធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់មានទាំងទឹកបរិសុទ្ធពិសាដោយឥតគិតថ្លៃអ្វីដែលសំខាន់គឺជិះមិនអស់លុយនេះតែម្ដងកោះកងដោយសារនៅខាងយើងនោះពិបាករកឡានហើយនៅទី1ឡានរត់ជិតអស់លុយសាំងកំពុងតែឡើងថ្លៃហើយរដ្ឋបានគិតគូរឲ្យប្រជាពលរដ្ឋបានមានឡានសម្រាប់ធ្វើដំណើរទៅហើយនឹងមកជិះស្រួលហើយអ្នកវេនចៃភេជ្ជៈចេះអីទៀតចាចាបងជិះឡានក្រុងលើកទីម៉ាននេះលើកទី1លើកទី1ទៅរតនគិរីខ្ទង់ឲ្យ100ឯងព្រោះបងប្អូនខ្ញុំច្រើនចាពេលដែលមានរដ្ឋជួយក្នុងប្រជាជនយើងអញ្ចឹងមានន័យថាពួកគាត់អាចកាត់បន្ថយការចំណាយបានច្រើនអញ្ចឹងយុទ្ធនាការហ្នឹងគឺរដ្ឋគឺអាចជួយជារាជធម្មតាបានច្រើនក្នុងឱកាសហ្នឹងបើឯកជនគាត់
យកមួយគុណពីរអញ្ចឹងរាល់ឆ្នាំទោះបីរត់ខុសប្រកាសក៏ដោយតែឯកជនគាត់នៅតែឡើងជាទូទៅចំណុចនេះគឺចំណុចល្អរបស់រដ្ឋាភិបាលអញ្ចឹងសូមគាត់ជួយកើនហើយផ្ដល់សេវាបន្ថែមទៀតដើម្បីល្អជួយនឹងទៀតអញ្ចឹងណាទៅផ្សេងនោះសូមអរគុណថ្នាក់ដឹកនាំរបស់ជាតិយើងនេះដែលកំពុងតែស្វាស្វែងដើម្បីជូនប្រជាពលរដ្ឋយើងដែលកំពុងខ្វះខាតក្រីក្រដូច្នេះមានការយល់ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេសបាទអរគុណ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំដែលគាត់បានឲ្យមានឡានក្រុងរដ្ឋចឹងណាបងដើម្បីជួយសម្រួលដល់អ្នកអត់ដូចខ្ញុំចឹងក៏អត់ដែរខ្ញុំមករៀនឆ្ងាយហើយត្រូវធ្វើការឆ្ងាយយើងអត់លុយចា ជាងនេះទៅទៀតអ្នកដំណើរគ្រប់រូបបានអំពាវនាវដល់សាធារណជនដទៃទៀតពិសេសអ្នកដែលមានជីវភាពខ្វះខាតគួរជ្រើសរើសជិះរថយន្តក្រុងសាធារណៈឲ្យបានគ្រប់គ្នាព្រោះពិតជាបានកាត់បន្ថយការចំណាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រកបមែនសូមជម្រាបថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026នេះបងប្អូនប្រជាពលរដ្ឋបានមកទទួលសេវាជិះរថយន្តក្រុងដោយមិនបង់ប្រាក់មានចំនួនដ៏ច្រើនលើសលប់ដែលលើសពីការរំពឹងទុកជាងបណ្ដាឆ្នាំមុននេះគឺសបញ្ជាក់អំពីការគ្រប់គ្រងជំនឿជឿទុកចិត្តរបស់ប្រជាជនទៅលើរដ្ឋាភិបាលកម្ពុជា